យក9នេះគោលដៅធំជ្រុលលោបជ្រុលចង់បានជ្រុលអ្នកនឹងអត់បានអ្វីដែលអ្នករំពឹងខ្លាំងពេកអ្នកនឹងអត់ទទួលបានអ្វីដែលអ្នកប្រឡែងសบายអ្នកនឹងទទួលបានវិញចាអញ្ចឹង key ទី1គឺអ្វីដែលអ្នកត្រូវធ្វើនៅក្នុងយុគ9ហ្នឹងគឺអស់យុគ9ទៀតហើយ2026ចាគឺ clear ធម្មពលចាស់ចេញសូមអ្នកទាំងអស់គ្នាកុំសល់អារម្មណ៍ចំហាយធម្មពលជីវិតឆ្នាំចាស់ទោះបីជីវិតឆ្នាំចាស់វាអាប់អួរខ្លាំងប៉ុណ្ណាសូមឲ្យអ្នក reset ដោយអីខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាផ្លាស់ប្ដូរអ្វីបន្តិចបន្តួចនៅក្នុងផ្ទះខ្ញុំតែងតែនិយាយអាចនឹងមានដាក់ដើមឈើកន្លែងតាណាមួយដែលយើងមិនធ្លាប់ដាក់អាចនឹងមានការផ្លាស់ប្ដូរអីគេកម្រាលពុកថ្មីអាចនឹងមានការផ្លាស់ប្ដូរក្នុងបន្ទប់ទូតាំងអីផ្សេងអាចផ្លាស់ប្ដូរទិសដៅថ្មីឲ្យអ្នកទាំងអស់គ្នារើរបស់ចាស់ដែលលេងប្រើប្រាស់តោះនេះរបស់ចាស់ដែលយើងលេងប្រើប្រាស់ហើយរបស់ចាស់ដែលយើងគិតថាវាអស់ប្រយោជន៍ហើយរបស់ចាស់ដែលវាបាក់បែកវាអស់ធម្មពល clear តាំងពីអីក៏បូបលុយបញ្ជីចាស់វិក័យប័ត្រចាស់ដែលបានមកហើយលុយចាយទៅអស់ហើយយូរហើយថ្លៃទឹកថ្លៃភ្លើងថ្លៃ invoice ផ្សេងតាមពិតគេប្រកាន់ណាបើប្រើកាបូបស្រូបលុយវិញគេអត់ឲ្យមានវិក័យប័ត្រនៅក្នុងកាបូបទេព្រោះវាជាប្រភ្នូលមិនល្អវាជាសញ្ញាស្រូបទាញអត់ល្អថ្លៃទឹកថ្លៃភ្លើងថ្លៃស្អីហ្នឹងសិតតែរបស់ដែលមិនគួរមាននៅក្នុងកាបូបអញ្ចឹងឆ្នាំថ្មីនេះបងប្អូនខ្ញុំសូមឲ្យបងប្អូនធ្វើតែរឿងតូចតាចទេយ៉ាងហោចណាស់ចាត់បន្ទប់គេងថ្មីមានអ្វីចាស់ដែលវាមើលទៅស្ដុករៀបចំបាត់ថ្មីយ៉ាងហោចណាស់តិចតួចរើកាបូបដែលវាមានរបស់ចាស់ដែលជាចាគេហៅថាពីកាយប័ត្រអីហ្នឹងគឺ strict ខ្លាំងហ្មងទៅរើចោលបញ្ជីចាស់ដែលវាលេងជាប្រយោជន៍ហើយកុំទុកអីចោលរបស់ណាដែលវានេះបើអញ្ចឹងការដាក់តាំងនេះនោះអីយើងអាចបដូរផ្លាស់កន្លែងនិយាយទៅធម្មពលឆ្នាំថ្មីត្រូវការអីថ្មីអញ្ចឹងយើងដើរខ្លួនឲ្យទៅសងយើងត្រូវផ្លាស់ប្ដូរដូចគ្នាដើម្បីឲ្យយើងទទួលអារម្មណ៍ថ្មីបើសិនតែយើងគ្រាន់តែនិយាយថាអូខ្ញុំទទួលនៅអារម្មណ៍ថ្មីយើងនិយាយប្រូក្រាមយូរវាគង់តែបើសិនតែយើងងាកទៅឃើញបរិបត្តិដដែលអ្នកនៅក្នុង flow ដដែលសូម្បីតែបើកកាបូបលុយបើកមកយើងធ្លាប់តែឃើញអីអូណែនកាបូបសិតតែវិក័យប័ត្រសិតតែ invoice ចាស់បើកទៅឃើញបើកទៅអារម្មណ៍អត់ថ្មីតែបើយើងរើឲ្យស្រឡះមានអារម្មណ៍ថ្មីនេះគឺជាការ reset ធម្មពលចាស់ចោលអញ្ចឹងវាជារឿងតូចតាចដែលយើងគិតថាអូយដូចគ្មានន័យ no វាមានន័យសម្រាប់ដួងចិត្តរបស់យើងវាមានន័យសម្រាប់អនុសម្បញ្ញៈរបស់យើងអញ្ចឹងយើងបិទធម្មពលចាស់នឹងចោលទៅចាដើម្បីប្រឡែងកាលណាយើងប្រឡែងអាចារ្យបានទៅអាថ្មីវាចូលរបស់ចាស់មិនទៅថ្មីអត់មកទេតោះនេះរបស់ចាស់មិនទៅថ្មីអត់មកដោយឧបមាថាកាត់ចិត្តពីសង្សារចាស់អត់ដាច់សង្សារថ្មីក៏អត់មកដែរសង្សារថ្មីអត់មកទេព្រោះអត់ចិត្តអត់បានបើកទៅវាដកជាប់អាចារ្យហេតុអីគេទៅចោលខ្ញុំមិនល្អត្រង់ណាខ្ញុំខ្វះចន្លោះត្រង់ណាបានគេទៅចោលខ្ញុំហេតុអីជីវិតខ្ញុំជួបរឿងមិនសមបំណងរឿងស្នេហាតែនៅពេលដែលយើងទៅចោះហើយសំណំហើយបាននៅជាមួយខ្ញុំមិនបានដែលមិនបានជាមួយខ្ញុំហើយគ្មានប៉ុនទេណាអ្នកឯងអត់មានសម្ពាធប៉ុនស្មើខ្ញុំទេគិតប៉ុណ្ណឹងពុកមានមុខអ្នកថ្មីចូលមកល្អជាងអ្នកចាស់តោះនេះអារម្មណ៍ថ្មីមិនមកអារម្មណ៍ចាស់ក៏មិនបាត់បង់អញ្ចឹងដែលយើងតែងតែនិយាយថាអាចាស់មិនទៅអាថ្មីមិនមកយល់ត្រង់ហ្នឹងឯងប្រៀបធៀបទៅរឿងសង្សារទៅផ្លេចអតីតមិនបានបច្ចុប្បន្ននិងអនាគតថ្មីអត់មកទេមនុស្សយើងគឺបែបហ្នឹងយើងចង់បើកធម្មពលឆ្នាំថ្មីចាបើយើងមិនបិទធម្មពលឲ្យចាស់ឲ្យវាទៅឲ្យអស់បដិញវាចេញអស់អាថ្មីចូលមករួចព្រោះ space របស់មនុស្សវាមានតែប៉ុណ្្នឹង space របស់យើងវាមានតែប៉ុណ្្នឹងចាវាមានតែប៉ុណ្្នឹងអញ្ចឹងវាអត់មកទេអញ្ចឹងអាធម្មពលដូចគ្នាធម្មពលមនុស្សមានពិតចាធម្មពលចាស់អត់លុបលាងដូចការយើងរៀន21ថ្ងៃដំបូងអញ្ចឹងយើងព្យាយាមលាងប្រឡែងអាចាស់ដោយសារអីធ្លាប់គិតអវិជ្ជមានយើងមកគិតវិជ្ជមានធ្លាប់គិតអត់ល្អយើងធ្លាប់អកតេយើងមកគិតមានកតេល្អយូរយើងលាងអាចាស់អស់ខ្លាចជាធម្មពលថ្មីចិត្តថ្មីការគិតថ្មីជាមនុស្សថ្មីដែលឃើញអត់នៅពេលដែលយើងរៀនច្បាប់ស្រុកទីដំបូងគេថាយើងផ្លាស់ប្ដូរខ្លាំងខ្លាចជាមនុស្សម្នាក់ទៀតធ្លាប់ឆេវឆាវធ្លាប់តែអារម្មណ៍ខឹងសម្បាលឿនធ្លាប់តែជាមនុស្សម្នាក់ដែលផ្លូវចិត្តមិនល្អតែនៅពេលដែលយើងបដូរខ្លួនឯងម្ដងទីត្រឡប់មកខ្លាចជាមនុស្សម្នាក់ផ្សេងដែលយើងតែងតែថាច្បាប់ស្រុកទីអាចផ្លាស់ប្ដូរខ្ញុំចាស់មិនទៅថ្មីមិនមកចាវាជារឿងពិតចាវាជារឿងពិតហើយអ្វីដែលសំខាន់ថាមកពលថ្មីចូលមកយើងនឹងមានរឿងរ៉ាវល្អថ្មីចូលមកក្នុងជីវិតហើយសម្រាប់ឆ្នាំថ្មីអ្វីដែលមិនចោលគឺខ្ញុំអានេះបន្ថែមពីគ្នារំកុំចោលក្នុងយុគ9ខ្ញុំបរៀនថាយើងមិនបាច់ទៅប្រឹងខ្លាំងពេកតែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចាត់ទុកវាគឺជាកាតព្វកិច្ចបងប្អូនខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាបញ្ចូល master list
កាតព្វកិច្ចរបស់អ្នកទាំងអស់គ្នាងើបមកត្រូវរួមយ៉ាងហើយ5បទខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមានជា set program ដូចអ្នកទាំងអស់គ្នារាល់ថ្ងៃជាភាគច្រើនដែលសមាធិคล้ายជាទម្លាប់តោះនេះព្រោះការរួមធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ស្ទុះស្ទាធ្វើឲ្យ energy បែបគេហៅថាenergy outside វាទាញលឿនខ្លាំងជាង inside តែយើងមិនមែនទៅបំពុកថារំហ្នឹងដើម្បីគោលដៅបានលុយរាប់រយលានរាប់លានរាប់អីមិនគិតទេយក8យើងធ្វើមកអស់ហើយតែយក9សុំបែបរំហ្នឹងរំបែបជាកតបកិច្ចរំដូចយើងដុសធ្មេញរំដូចយើងសមាធិរំដូចយើងងូតទឹកបានទេថ្ងៃមុន status នៅ Facebook របស់ខ្ញុំរំមួយថ្ងៃ10ទៅ20បទអត់ខ្វះឲ្យលុយចាយរឿងពិតជាពិសេសកូនតំណាងខ្ញុំឲ្យតែពួកគាត់ធ្វើបានសមាធិរាល់ថ្ងៃរំបានណាគាត់ខ្វះលុយចាយឯងគាត់លក់អត់មានស្រាក់សូដាច់សូឯងតែណាស់តែធ្វើមិនសូវបានអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាខ្លាយជាកតបកិច្ចមួយខ្លាយជាទម្លាប់មួយដែល90ថ្ងៃឥឡូវ90ថ្ងៃសមាធិរួចរាល់អ្នកទាំងអស់គ្នាធ្វើបានភាគច្រើនហើយខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាឆ្នាំថ្មីគោលដៅទី1ដែលអ្នកគួរតែមានសម្រាប់ឆ្នាំ2026គឺរំយ៉ាងតិច5បទរំដោយគ្រាន់តែគិតធម្មតាក៏បានណាថារំដើម្បីឲ្យស្រស់ស្រាយរំដើម្បីឲ្យមាន energy មិនបាច់ចាំដល់ថ្នាក់បខំថារំដើម្បីស្រូបលុយស្រូបអតិថិជនអូយប្រឹងឃើញនេះនោះមិនបាច់ប្រឹងខ្លាំងពេកទេយក9ហ្នឹងគឺមិនបាច់ប្រឹងដល់ថ្នាក់ហ្នឹងខ្លាំងពេកទេរំបែបសบายតែសូមឲ្យវាជាទម្លាប់មួយនៃជីវិតរបស់យើងសម្រាប់អ្នកដែលធ្វើបានណាដែលអ្នកដែលគាត់មិនធ្លាប់រំគាត់ជីវិតគាត់ឡើងស្រាប់អូខេស្រាប់ចាអត់ធ្វើក៏អត់បញ្ហាចាតែបើសិនជាអ្នកដែលគាត់ធ្លាប់ឡើងដោយសារខីរំខ្ញុំធ្លាប់បញ្ជាក់ហើយអ្នកដែលធ្លាប់ឡើងដោយសារខីរំឬស្ដាប់បទញាក់អ្នកនោះនឹងមានអារម្មណ៍ដូចគ្នាទាំងអស់នៅពេលដែលអត់បានរំគឺធ្លាក់ផ្លូវដូចខ្ញុំជាដើមមិនសូវបានរំអ្នកដែលធ្លាប់ឡើងដោយសាររំទោះបីយកសម័យកាលណាក៏រំនៅតែសំខាន់តែមិនមែនរំបខំបែបដូចពីមុនតោះនេះមិនមែនបែបដូចពីមុនព្រោះយក9នេះគេត្រូវការអីសបអត់ត្រូវការបខំអត់ត្រូវការបខំចឹងសួរថាខីរំសាបអត់សាបទេតែយើងមកបែប version ថ្មីចឹងបានសុំថាចាសូមឲ្យខ្លាយជាទម្លាប់មួយដូចយើងអត់ដែរសមាធិឥឡូវអ្នកទាំងអស់គ្នាជឿថាអ្នកទាំងអស់គ្នាសមាធិបានច្រើនហើយដូចខ្ញុំទឿនចឹងបើសិនធ្លាប់ឡើងដោយសាររំអ្នកនឹងបាត់ខីរំអត់បានតែបើសិនជាអ្នកដែលគាត់មិនដែររំទេតាំងពីដើមយក8មកចាអត់អីអ្នកស្ងៀមបានមិនបាច់មកប្រឹងរំក៏បានដែរតែអ្នកដែលធ្លាប់ប្រើខីរំដូចម៉ែហើយដូចមីនាងអីហ្នឹងគឺដាច់អត់បានទេដាច់អត់បានទេនៅតែត្រូវបន្តសួរមីនាងសង្គ្រាមមើលព័ត៌មានផងយំផងអីផងងើបមករំម៉ែមានថ្ងៃណានោះแบบព័ត៌មានទុកសិនរំដើម្បីលុយចូលមានលុយតែមានលុយយើងទិញស្បៀងបានចារំតែរំបានតែមួយថ្ងៃនិយាយមែនរំបានតែម្ដងលើកក្រោយមកវាធ្វើចិត្តអត់បានចាធ្វើចិត្តអត់បានទៅក៏រំបានតែម្ដងតែមីនាងគេនៅតែលុយចូលផ្លុកព្រោះធ្វើមិនបើកូនធីមផងកតាបកិច្ចច្រើនអញ្ចឹងអត់អាចទេចាតោះនេះអញ្ចឹងអ្វីដែលយើងដឹងណាចាហ្នឹងហើយលុយធ្លាក់ឡើងក្ដួបអូនលុយធ្លាក់ខ្ពស់តែម៉ែបើធ្លាក់ខ្លាំងមួយទៀតដឹងអីអត់សមាធិនិងអត់សូត្រធម៌អានេះខ្លួនឯងផ្ទាល់ណារំអូខេទទួលស្គាល់ត្រូវតែរំដូចគ្នាតែមួយទៀតបើហ៊ានតើឧបមាថាដើរទៅណាទៅណីទៅប្រទេសក្រៅអីហ្នឹងសមាធិមិនដែរនឹកគ្នាសូត្រធម៌អីធ្លាក់ខ្លាំងធ្លាក់ខ្ពាកមកតែអត់ទេសមាធិសូម្បីសង្គ្រាមនេះក៏ខ្ញុំសមាដែរតែគាត់ថាសង្គ្រាមហ្នឹង20 20ថ្ងៃហ្នឹងខ្ញុំខានសមាប្រហែលជាខ្ទង់3ថ្ងៃ4ថ្ងៃអ្នកដែលរំធម្មតាទៅអត់អីទេមិនចង់ប្រហើបវាមកក៏បានដែរចាមិនមែនរំបំពុះទេណាបងប្អូនខ្ញុំបញ្ជាក់ជូនមិនបាច់គិតថារំដើម្បីបំពុះច្បាប់ស្រូបទាញដើម្បីបំពុះគោលដៅទេរំដើម្បីឲ្យមាន energy ទៅបានហើយចក្រវាលច្បាប់ស្រូបទាញនៅក្នុងយុគ9គេចេះធ្វើការអានេះបាននិយាយក្នុងខុសខ្លាចលោកកូនក្នុងខុសមកស្ដាប់ទេម៉ែនិយាយក្នុងខុសផ្សេងក្រៅខុសផ្សេងយើងត្រូវកញ្ញាឲ្យស្មើឲ្យពួកគាត់យល់រំបានហត់តែល្អអ្នកមិនធ្លាប់រំក៏មិនបាច់រំតែរំសុំបែបជាកដាប់ដូចសមាធិចឹងអត់រំវាចេះតែនៅមិនសុខឲ្យយើងមានអារម្មណ៍បែបហ្នឹងថាអូយងើបមកដូចខ្វះអីមួយយ៉ាងដូចត្រូវបន្ទាន់ទៅណាក៏ត្រូវដឹកយ៉ាងហោចណាស់2បត់អូខេខទី2ប្រកាសខ្លួនឯងសាជាថ្មីដើម្បីឲ្យចក្រវាលទទួលដឹងយក9មិនមែនស្រូបទាញពីភាពចង់បានតែស្រូបទាញពីភាពច្បាស់លាស់អញ្ចឹងយើងត្រូវប្រកាសប្រាប់ចក្រវាលមានន័យថាគេឲ្យយើង sell talk អាការនិយាយប្រភ្លេចប្រផ្លោចរបស់ពួកយើង
ដែលយើងតែងតែនឹកឃើញនិយាយនឹកឃើញចង់និយាយយើងនិយាយនឹកឃើញចង់កូនខីចក្រវាលអីនឹកដល់ចក្រវាលហ្នឹងគឺអនុវត្តដដែលច្បាប់ស្រុកទីអនុវត្តតែកូនតែអនុវត្តឆ្នាំថ្មីបែបយក9នេះគឺកុំចង់បានពេកកុំចិត្តក្តៅពេកកុំចង់លឿនពេកកុំចង់ខ្លាំងពេកយក9នៃច្បាប់ស្រុកទីយក9អ្វីដែលពេកដែលលើសអស់តាំងពីដើមយើងក៏ប្រាប់ហើយថាតើលើសវាអត់តែយក9វាបញ្ចេញអតិរិទ្ធលឿនជាងយក8វាធ្វើឲ្យយើងខកបំណងលឿនវាធ្វើឲ្យយើងជួបរឿងអីแบบលឿនដូចភ្នែកបន្ទោលចាអញ្ចឹងឲ្យយើងប្រកាសនៅភាពច្បាស់លាស់របស់យើងថាអីគេឆ្នាំថ្មីថាមពលថ្មីចេះតែនិយាយទៅនិយាយបែបសบายងាយសบายងាយយក9ណាវាស្ដាប់មើលទៅ serious តែបើសិនអ្នកអនុវត្តច្បាប់ស្រូបទាញដែលយើងដឹងពីកលឹះយក9នេះគឺជាយកដែលត្រូវអនុវត្តច្បាប់ស្រូបទាញបែបសบายវិញអត់ត្រូវការអី serious ដូចយក8ត្រូវរៀង serious បន្តិចត្រូវមានការឃុំឃាំងខ្លួនឯងបន្តិចត្រូវមានការខាំងខាត់ខ្លួនឯងបន្តិចតែយក9នេះ free តែមិនមែន free សេរីដោយមិនធ្វើអីទេបញ្ជាក់តែមិនបង្ខំពេកមិនឲ្យកំណត់អីខ្លាំងពេកវាត្រូវផ្ទុះកូនវាបានលើសគោលដៅកង្វះគេចេះចាត់ចែងហ៎ចាក់កង្វះគេចេះចាត់ចែងហ៎យើងអនុវត្តតែអនុវត្តបែបពាក្យថាងាយសบายជួបរបស់ពិតនៅយក9ងាយសบายគឺអ្នកទាំងអស់គ្នានឹងជួបរបស់ពិតនៅយក9គឺងាយសบายងាយសบายកាលណារលូនរឿង serious រឿងប្រឹងធ្វើប្រឹងសំដែងអនុវត្តណាយើងតែប្រឹងតិចលទ្ធផលអត់មកធ្លាប់មានអារម្មណ៍បែបហ្នឹងអត់ថាហេតុអីយក9បែបប្រខាំងខ្លួនអាចបានต้องបញ្ចូលយក9មកច្បាប់ស្រូបទាញអនុវត្តបែបខីចាស់រៀងតឹងតិចតែបើរៀងប្រឡេរៀងសบายមិនសូវតឹងរឹងខ្លាំងពេកតែក៏មិនឲ្យចេញក្រៅលូបែបសេរីអត់ទេគាត់បានដែរហ្នឹងមានអារម្មណ៍អញ្ចឹងអត់តែប៉ិតយក9អនុវត្តច្បាប់ស្រូបទាញងាយជាងយក8ទៀតងាយជាងយក8